អត់ទេម៉ែត្រីមែនខ្ញុំស្បត់កំហណាម៉ែត្រីឡើងពេញទ្រូណាម៉ែអូយត្រីឯងត្រីខ្ញុំតំណានចេះអូយវាមិនខ្មោចទេខ្មោចអើយអើចេះនេះត្រីខ្ញុំចូលទីនេះណាអូយអានេះវៃមើលជួយរកត្រីរបស់ខ្ញុំស្អីមិននៅទៅនឹងអានេះវៃមកចង់រកត្រីក្នុងសពុតឯងនេះទៅវិញអូយត្រីអើយត្រីរបស់ខ្ញុំត្រីខ្ញុំដាក់ក្នុងទ្រូនោះច្រើនណាស់អ្នកឯងអើយអ្នកឯងបានស្អីធ្វើម្ហូបថ្ងៃនេះគឺម្ហូបគ្រីមក្រោះនឹងណាអ្នកណយអាយ៉ាហើយបានត្រីមកពីណាក៏ច្រើនម្លេះនឹងណាគ្មានស្អីទេអ្នកអើយខ្ញុំរើសតាមផ្លូវនឹងណាគឺត្រីច្រើនណាស់គឺពេញតែផ្លូវសិតត្រីគឺខ្ញុំចាប់ដោតតំណោតតែម្ដងទៅណាអ្នកអូហូចឹងផងអីណាអ្នកអើណែស្អីគេរបស់ខ្ញុំខ្ញុំចំណាំបានគឺត្រីរបស់ខ្ញុំណាម៉ែអើយត្រីខ្ញុំទេគឺខ្ញុំរើសបានតាមផ្លូវណាខ្ញុំចំណាំច្បាស់ណាស់ម៉ែណែឲ្យត្រីមកយើងវិញត្រីយើងចាប់បានតាមផ្លូវទេណាហាអ្នកអើយឲ្យត្រីទៅអ្នកណយវិញទៅត្រីនេះជាត្រីរបស់ខ្ញុំណែឲ្យណែរឿងអីដែលខ្ញុំត្រូវឲ្យទៅជាណយវិញនោះណែអូចុះហេតុអីបានជាឯងដឹងថាត្រីនេះជាត្រីរបស់ឯងហាអើយខ្ញុំទើបតែនឹកឃើញប្រហែលជាវារបូរមកទ្រូទើបបានជាត្រីនេះវាជ្រុះពីក្នុងទ្រូនោះម៉ែណែឲ្យត្រីមកយើងវិញមកយើងមិនដឹងទេមិនដឹងថាត្រីមកពីណានោះទេតែឲ្យត្រីមកយើងវិញមកយើងប្រញាប់យកទៅធ្វើម្ហូបនេះឲ្យមកនេះឲ្យមួយម៉ែថយទៅត្រីរបស់ខ្ញុំម៉ែអ្នកណយចង់យកត្រីរបស់ខ្ញុំណាម៉ែកុំប្រកាន់អីអ្នកណយអ្នកណយយកទៅនេះកុំប្រកាន់គេអីនេះមើលតិចឥឡូវនេះអញ្ចឹងខ្ញុំទៅហើយណាអ្នកខ្ញុំលាសិនហើយចាណាលោកយាយត្រីខ្ញុំទេយាយអូយនេះណែមិនឯងគ្មានដឹងខ្ចល់អីមែនត្រីស្អីគឺជាត្រីខ្ញុំមែនណាម៉ែអូយវាជ្រុះហើយវាមិនវាធ្លាក់ចេញទ្រូមិនទៅឲ្យមកអើយខ្ញុំជួយបងអើយអស់ប៉ុណ្ណឹងទៅហើយត្រីដែលខ្ញុំរកបានណាខ្ញុំឲ្យបងអើយទាំងអស់មកចុះនេះក៏បងអើយហ្នឹងណាធ្វើឲ្យទៅមកនិយាយទៀតអញ្ចឹងអញគិតថាម៉ែសរសើរអញណាតែទីបំផុតអញត្រូវធ្វើឲ្យត្រីរួចអស់ពីទ្រូយីណយនោះក៏ចិត្តអាក្រក់ទៀតក៏រឹសត្រីអញបានហើយសុំវិញមកទៀតមិនអីទេចុះថ្ងៃណាមួយខ្ញុំនឹងផ្លុំខ្លុយនៅក្បែរផ្ទះចំណុយឯងឲ្យថ្លង់ម្ដងហើយកុំខឹងយីណោះអីបងព្រោះនេះជាកំហុសរបស់បងតាចាំថ្ងៃស្អែកខ្ញុំខំប្រឹងរកត្រីឲ្យបានច្រើនទៀតដើម្បីយកទៅដាក់ក្នុងទ្រូឲ្យមកឲ្យឯងហ្នឹងឲ្យដល់ពេលនោះយើងនឹងសប្បាយចិត្តជាមួយឲ្យឯងជាមិនខានទេច្បាស់ហើយណែខ្ញុំមានកូនស្រីរហូតដល់ទៅ4នាក់រួចឃើញថាទាំង4នាក់នេះគឺធំពេញក្រមុំអស់ទៅហើយរួចមួយថ្ងៃណាគឺមិនខ្វះទេមានអ្នកចូលមកសួរពាក្យសួរសម្ដីឥឡូវនេះលោកភោគសេដ្ឋីទាំង3តើម្នាក់ចង់ចូលមកស្ដីដណ្ដឹងកូនស្រីខ្ញុំមួយណាកូនបងទី1ឈ្មោះច័ន្ទកេសាមកូនបងទី2ឈ្មោះច័ន្ទកេសនកូនទី3ឈ្មោះច័ន្ទកេសារីឯកូនស្រីពៅវិញ
ឈ្មោះច័ន្ទកេសី បាទតាមកូនប្រុសរបស់ខ្ញុំគេនិយាយប្រាប់ណែគឺគេចាប់អារម្មណ៍ទៅលើកូនស្រីពៅរបស់លោកមហាសេដ្ឋីណាចម្លើយឲ្យកូនប្រុសរបស់ខ្ញុំគេប្រាប់ថាគេមានចិត្តប្រតិព័ន្ធទៅលើច័ន្ទកេសីដែរ ចុះហេតុអីក៏ដូចគ្នាម្លេះណោះកូនប្រុសរបស់ខ្ញុំណាក៏ប្រាប់ថាឈ្មោះច័ន្ទកេសីនេះដែរ អេបើអស់លោកម្នាក់មកសម្ដៅរកតែច័ន្ទកេសីអញ្ចឹងឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅច័ន្ទកេសីមានតែម្នាក់ហើយអស់លោកទាំងអស់គ្នានេះមានគ្នាច្រើននាក់អញ្ចឹងតើឲ្យខ្ញុំនេះហើយនឹងប្តីគិតយ៉ាងម៉េចទៅ ណាចំណែកខ្ញុំគិតថាមានបំណងទុកដាក់កូនស្រីបងមុនគេព្រោះហើយទើបគឺជាបន្តទៅទៀតណាចំណែកអាចារ្យកេសីដែលជាកូនពៅនោះទោះបីជាក្រៅគេបន្ទិញក៏វាមិនអីដែរ ណែហើយចុះមុននេះក្រែងលោកសេដ្ឋីប្រាប់ពួកខ្ញុំថានឹងបង្ហាញខ្លួនកូនស្រីទាំង4នាក់ឲ្យពួកខ្ញុំបានឃើញនោះអីខ្ញុំនេះពិតជាចង់ឃើញកូនស្រីទាំង4របស់លោកខ្លាំងណាស់ ខ្ញុំក៏អញ្ចឹងដែរណា ខ្ញុំវិញក៏ដូចគ្នាដែរ ជម្រាបប្រសាសន៍លោកអំទាំងពីរខ្ញុំតែអញ្ជើញអ្នកនាងទាំង4មកដល់ហើយ នឹងហើយទៅប្រាប់កូនរបស់ខ្ញុំឲ្យគេចូលមកណា ចាអ៊ំស្រីពុកម៉ែពួកខ្ញុំមកដល់ហើយ ហើយជួយណាក៏មិនឃើញច័ន្ទកេសាមណោះ ចាពុកខ្ញុំមកដល់ហើយ ណានាំគ្នាជម្រាបសួរលោកសេដ្ឋីទាំង3ទៅណាកូន នាងខ្ញុំជម្រាបសួរ បាទរីមេស៊ូ ម្នាក់ចុងក្រោយនេះឈ្មោះច័ន្ទកេសាមជាកូនស្រីច្បងហើយបន្ទាប់នោះគឺច័ន្ទកេសនជាកូនស្រីទី2ហើយបន្ទាប់ទៀតឈ្មោះច័ន្ទកេសាជាកូនស្រីទី3ហើយចំណែកចុងក្រោយនេះឈ្មោះច័ន្ទកេសីជាកូនស្រីពៅ អូ គឺល្អដូចគ្នាមិនថាអញ្ចឹងឯលោកសេដ្ឋីទាំងពីរ បាទមែនហើយ គឺល្អខ្លាំងណាស់ចំណែកឯកូនស្រីច្បងវិញនោះគឺដូចជាណែដូចជាកាន់តែល្អដាច់គេតែម្ដងហើយ ចាមែនហើយលោកអ៊ំអ្នកណាក៏ថាខ្ញុំនេះល្អស្អាតជាងបងប្អូនខ្ញុំដែរឃើញហើយនៅហ៎ពួកអញតែ3នាក់នេះលើកណាក៏ថាបងដែរឥឡូវឃើញទេលោកអ៊ំបានសរសើរបងនៅចំពោះមុខហើយបានហើយបិទមាត់ទៅលោកសេដ្ឋីទាំង3ឯណាទៅហ៊ានបន្តបង្អាប់នោះយើងម្នាក់នឹងណាសូម្បីតែប្រើកណាត់នឹងក៏ចោះជាងគេដែរម៉ែគិតថាលោកសេដ្ឋីខាងហ្នឹងលោកនិយាយបញ្ជូនទេឲ្យវាដឹងខ្លួនផងទៅ បានហើយនាំគ្នាទៅវិញសិនចុះពុកគ្រាន់តែចង់ឲ្យពួកកូនមកជម្រាបសួរលោកសេដ្ឋីទាំង3តែប៉ុណ្ណោះឯង បានចឹងខ្ញុំជម្រាបលាលោកអំទាំង3សិនហើយ បាទ បងប្អូនគេទៅអស់ហើយតើកូនធ្វើអីទៀតហ៎ ខ្ញុំគ្រាន់តែចង់សួរថាតើលោកអ៊ំទាំង3អញ្ជើញមកផ្ទះយើងមានការអីតែប៉ុណ្ណោះណាពុក
គឺពួកខ្ញុំទាំង3នាក់នេះនាំគ្នាមកសួរពាក្យសួរសម្ដីពីព្រោះថាពួកខ្ញុំទាំង3នាក់នេះគឺមានកូនកំឡោះដូចគ្នាអូអញ្ចឹងទេលោកអ៊ំខ្ញុំមកសប្បាយចិត្តខ្លាំងណាស់ដែលមួយថ្ងៃមានគេមកសួរនាំពុកហើយនឹងម៉ែពីព្រោះថាពុកហើយនឹងម៉ែនេះមានកូនកំមុំល្អដល់តែ4នាក់ឯណោះហើយបើសិនជាបើសិនណាបរោះណាម្នាក់បានខ្ញុំជាប្រពន្ធនោះគឺប្រកាសជាមានភាពកក់ក្ដៅជាមិនខានទេព្រោះថាមីតខ្ញុំក៏បានហើយក៏ចេះថ្នាក់ថ្នមធ្វើយ៉ាងណាមិនឲ្យស្វាមីទាស់ចិត្តនោះទេលោកឯងលោកប៉ុណ្ណឹងបានហើយឈប់និយាយទៀតណាតើម៉ែខ្មាស់អៀនចំពោះលោកសេដ្ឋីទឹកបីខ្លាំងណាស់ឆាប់ទៅចូលទៅហើយចាសុំទោសផងណាគេសាមគេក៏ផ្លុកកំ ប្លែងតែអញ្ចឹងឯងនាំគ្នាចេញមកយូរហើយចាក់បងច័ន្ទកេសានោះនៅខាងក្នុងធ្វើអីទៅណោះមែនហើយរាល់លើកឲ្យតែមានភ្ញៀវមកលេងផ្ទះបងច័ន្ទកេសាណារាក់តាក់ភ្ញៀវខ្លាំងជាងពួកយើងទៀតផងបងកេសាគាត់ចង់បានប្តីនឹងណាគឺចង់ឲ្យមានគេមកដណ្ដឹងគាត់តើបានអ្នកណាស្រឡាញ់គាត់ទៅបើគាត់ថត់កំពីងកំប៉ោងយ៉ាងនេះនោះមិនដឹងជាស្អីគាត់ទេឲ្យតែមានអ្នកណាសរសើរខ្ញុំណាម៉ែដេញខ្ញុំមកវិញរហូតគ្រាន់តែចង់ឈើមកអួតរៀងដល់ល្អំទាំង3ផងក៏មិនបានដែរមើលតែម៉ែប្រហែលជាចង់ឲ្យបងនឹងចាំសបុកហើយណែហើយនាំគ្នាសើចស្អីហ៎ចង់ចំអកបងមែនទេបងកេសាមពួកខ្ញុំមិនអាចហ៊ានសើចចំអកបងនោះទេរួចនេះតើបងខឹងម៉ែពីរឿងអីទេលោកអ៊ំទាំង3នាក់គឺគាត់đãចាប់អារម្មណ៍មកលើបងតែម៉ែបែរជាដេញបងចេញមកវិញមើលតែម៉ែគាត់មិនចង់ឲ្យបងមានប្តីនោះទេមិនមែនអញ្ចឹងទេណាបងពីព្រោះថាបងជាមនុស្សមករអិលម៉ែគាត់ខ្លាចបងមានអ្វីខុសឆ្គងចំពោះភ្ញៀវតែបានជាម៉ែមិនចង់ឲ្យបងនៅយូរនោះម៉ែនឹងហើយបើសិនជាមានបារោះណាម្នាក់គេចូលដណ្ដឹងខ្ញុំនោះខ្ញុំនឹងប្រកែកដើម្បីឲ្យគេចូលដណ្ដឹងបងវិញចំណែកខ្ញុំវិញក៏អញ្ចឹងដែរខ្ញុំចង់ឲ្យបងច័ន្ទកេសាមនេះមានប្តីឲ្យឆាប់ពីព្រោះខ្លាចជួបបន្តិចទៅគឺកាន់តែប៉ោងឡើងមួយថ្ងៃបងច័ន្ទកេសាមទទួលទានច្រើនណាស់គឺជាមនុស្សដែលមិនចេះរើសចំណីនោះទេមិនក៏អញថៃបងចឹងហ៎ច័ន្ទកេសាមមនុស្សដែលមិនរើសចំណីនោះបានសេចក្តីថាឃើញស្អីក៏ឆៃដែរមែនទេអត់ទេណាព្រោះរបស់ខ្លះក៏បងមិនអាចទទួលទានបានដែរមិនមែនជាសត្វសំណក់ទេវើយហើយបានហើយបងកេសាមឈប់ខឹងទៅបានទេបើសិនជាបងច័ន្ទកេសាមខឹងច្រើននោះរត់តែធ្វើឲ្យស្បែកនឹងជ្រាវជ្រួញមិនស្អាតដូចជាពេលនេះទេណាមែនហើយស្បែកមុខរបស់បងនេះ
កំពុងតែតឹងណៃល្អបើសិនជាបងខឹងច្រើនណាវាធ្វើឲ្យបងនេះឆាប់ចាស់មែនទេបងប្អូនអូណែមើលចោះមុខពួកឯងនេះគ្មានអ្នកណាគេតឹងល្អដូចជាយើងនោះទេពួកខ្ញុំធ្វើមិនដូចជាបងកៃសាមទេបានមួយថ្ងៃបាក់កាត់ពីអង្គនោះចាំងអស់មកតើទៅហើយម្យ៉ាងទៀតណាបងច័ន្ទកេសាអាយុប្រហែលទៅហើយគឺ27ឆ្នាំហ្នឹងណាបើអញ្ចឹង3ឆ្នាំទៀតដល់គូហើយមិនក៏អញដឹងពីព្រោះពុកម៉ែដាក់ឈ្មោះឲ្យបងថាច័ន្ទកេសានោះអីដូច្នេះតើដល់អាយុ30ទើបដល់ពេលវេលាដាក់ទំនាយបងមែនទេណាកេសានយើងនឹងផ្ទះនឹងអញមកបាច់មកបងកេសានបងកេសាននិយាយលេងតាប៉ុណ្ណឹងក៏ខឹងដែរតម្រាំទៅដល់30គឺវាខ្លាយទៅជាយាយចាស់បាត់ទៅហើយកុំមកដាក់ទំនាយបងអញ្ចឹងណាបានហើយបងច័ន្ទកេសាមឈប់ប្រកែកគ្នាទៀតទៅណាបងកេសានគាត់និយាយលេងសោះហ្នឹងណាឥឡូវខ្ញុំមានកំណត់មួយយើងទៅលេងស្រះទឹកទៀតទេមកយ៉ាងដែរឃ្លានណាស់Thank you.
លោកតាលោកតាចុះសិនលោកតាចៅនេះយ៉ាងម៉េចនឹងបងវិញលោកតាថាភ្លេចមែនអរគុណហើយណាចៅតាដល់សុំទានគេហើយក៏ទៅជួបផ្ទះលោកសេដ្ឋីណែគេធ្វើបុណ្យហើយគេក៏ដាក់នំចំណីនិងប្រាក់កាក់ឲ្យតាខ្លះប៉ុន្តែឥឡូវនេះឯណាទៅទិសខាងលិចចៅតាដូចជាវង្វេងហើយតានេះក៏ចាស់ទៀតមានតែពីរអ្នកយាយចាំនៅផ្ទះឯនោះចៅអើយតាចេះតែដើរត្រុកដើម្បីសុំទានគេនឹងឯងណែចៅបើអញ្ចឹងតាលាសិនហើយណាបាទលោកតាលោកតាជប់សិនលោកតាទិសខាងលិចនៅខាងនេះទៅលោកតាតាស្មានខាងនោះអរគុណហើយណាចៅបាទលោកតាសូមជើញបាក់បងស្អីគេចឹងនេះគឺប្រាន់តាហើយប្រាក់ចាយទៀតផងប្រហែលជាស្ថិតដាក់ទៀតឲ្យហើយខ្ញុំគួរទៅយកប្រាក់នេះអត់ណោះមិនល្អទេយករបស់អ្នកដទៃអញ្ចឹងហើយម្យ៉ាងលោកតាចាស់ហើយថ្ងៃមុនខ្ញុំជួសត្រេកបាត់ខ្ញុំស្ដាយសងប់ទៅហើយចុះតម្រាំប្រាក់ច្រើនយ៉ាងនេះទៀតនេះមិនកើតទេលោកតាជប់សិនលោកតាអូណែមានការអីនឹងចៅនេះថងប្រាក់លោកតាមែនទេមែនហើយលោកសិទ្ធិទៅដាក់ទានឲ្យត្រូវដាក់ជាប់ខ្លួនឲ្យជាប់ណាលោកតាព្រោះវាជារបស់សំខាន់ណាស់ហើយបើមិនកើតទេចាំខ្ញុំជូនលោកតាទៅផ្ទះក៏បានដែរព្រោះស្រួលមិនស្រួលជួបមនុស្សមិនល្អយកប្រាក់លោកតាអស់ទៅតោះលោកតាជូនទៅណាបើអញ្ចឹងអរគុណហើយណាចៅអញ្ជើញលោកតាអញ្ជើញថ្ងៃចិត្តលិចទៅហើយចៅផោអយណាវាមិនដែលដើរបាត់ពីផ្ទះអញ្ចឹងទេនេះហេតុអីក៏ចៅផោនៅស្ងៀមទៅកើតខ្ញុំដើររកគាត់ពេញក្នុងភូមិអត់ទៅហើយណាលោកយាយតែសួរទៅណាក៏គេមិនឃើញបងអយដែរតើខ្ញុំទៅរកគាត់នៅកន្លែងណាឃើញទៅលោកអើយលោកទឹកវារត់ទៅផ្លុំខ្លីរំខានគេហើយគេក៏ដេញវាយវាងាប់បាត់ទៅពិតមែនថារាល់ថ្ងៃនេះយាយរួយមាត់ដោយសារតែវាប៉ុន្តែយាយស្រឡាញ់វាខ្លាំងណាស់មានកូនតែមកក្របផងបើសិនជាអត់ពីវាទៅតើឲ្យយាយនេះរស់នៅជាមួយនឹងអ្នកណាយាយចេះនិយាយចេះតែកើតម៉ែបងពីបងអោយទៅនិយាយរស់នៅជាមួយខ្ញុំនឹងហើយណាអផោ
យាយកំពុងតែពិបាកចិត្តខ្លាំងណាស់ហេតុអីក៏ឯងមកនិយាយលេងបែបហ្នឹងហ៎យើងរស់នៅមានគ្នា3នាក់ហើយបើសិនជាគ្មានអ្នកណាមួយនោះក៏វាមិនកើតអើយកូនឯងកូននេះអើយកូនមាសម្ដាយកុំអាលអាយុខ្លីអីណាកូនពិតមែនថារាល់ថ្ងៃនេះម៉ែជេរម៉ែថាក៏ព្រោះតែម៉ែស្រឡាញ់កូននឹងឯងអើយម៉ែហាមទៀតហាមកុំឲ្យផ្លុំខ្លីក្បែរផ្ទះគេព្រោះតែសំឡេងខ្លីនោះបើអ្នកណាឈឺល្មមក៏អាចទៅជាធ្ងន់ធ្ងរបានព្រោះតែសំឡេងខ្លីនោះកូនឯងកូនម៉ែយកទៅកវាត់ចោលប្រមាណដងហើយតែវាមិនដឹងយ៉ាងម៉េចវាទៅតាមយកមកវិញឲ្យទាល់តែបានឥឡូវឃើញទេវានាំអន្តរាយដល់ខ្លួនហើយកូនវាម្ដាយបាទអញ្ចឹងនិយាយគិតថាបងអើយងាប់ហើយមែនទេវាមិនដែលបាត់ពីផ្ទះទេហើយបើវាមិនងាប់តើអាត្មានឹងវាទៅឯណាអើយកូនមានម្ដាយកាលពីថ្ងៃមុននោះគេដេញវាយម្ដងហើយតែសំណាងបានជួបនឹងម៉ែអាផោឲ្យឆាប់ឡើងទៅចៅហើយណាយីចောင်းខ្ញុំទៅណាឆាប់ឡើងទៅចៅទៅខាត់ថ្ងៃកុំឲ្យទាន់លេខអូយពធអាយីឲ្យខ្ញុំទៅខាត់អីមិនខាត់ឲ្យខ្ញុំទៅខាត់ថ្ងៃមិនឲ្យលេខបើថ្ងៃវាលេចនោះគឺវាយប់ហើយបើយប់ហើយមិនឃើញវាត្រឡប់មកវិញនោះបានន័យថាវាងាប់ហើយកូនមានម្ដាយអើយកូនណៃណាកូនត្រឡប់មករកម្ដាយវិញមកកូនពីថ្ងៃនេះតទៅម៉ែលេចបង្ខំឲ្យឯងទៅរកត្រីរកសាច់ទៀតហើយព្រោះថាមើលទៅឯងនេះគ្មាននិស្ស័យជាមួយនឹងសត្វទាំងអស់នោះទេអើយកូនអើយម៉ែខ្ញុំធ្វើកូនម៉ែ20ឆ្នាំហើយទើបតែដឹងថាម៉ែស្រឡាញ់អាអននៅថ្ងៃនេះទេគឺអាអយកូនម៉ែមែនទេកូនម៉ែហើយមិនថាមិនកូនម៉ែអញ្ចឹងម៉ែឆាំនិយាយទៅថារវាងខ្ញុំហើយនឹងអាផោអូយនោះអាផោនោះម៉ែស្រឡាញ់មួយណាជាងគេម៉ែឆាប់ឆ្លើយមកហើយមកសួរធ្វើអីមិនឃើញម៉ែកំពុងតែភ័យព្រួយទេអីឃើញអត់បើម៉ែមិនឆ្លើយទេខ្ញុំនឹងរត់ឲ្យបាត់ហើយបើខ្ញុំទៅម្ដងនេះខ្ញុំមិនមកវិញទេអូយកុំធ្វើអញ្ចឹងអីណាកូនណែកុំធ្វើអញ្ចឹងមិនបានទេណែរវាងឯងហើយនឹងចៅផោណាគឺម៉ែស្រឡាញ់ចៅផោជាងណែមែនទេគឺស្រឡាញ់កូនអយជាងពីព្រោះទៅរកឯណាបានកូនដែលមានចរិតដូចទឹកកន្លះក្អមចឹងនោះខ្លួនធំហើយនៅមកចំណែកនឹងប្អូនទៀត
មកនេះមកអង្គុយមកកូនអង្គុយមកណែរួចចោះកូនបាត់ទៅណាតាំងពីថ្ងៃរហូតថ្មនេះទើបមកផ្ទះវិញនោះ គឺខ្ញុំបានជួបតាចាំមកវិញផ្លូវណាម៉ែហើយខ្ញុំជូនគាត់ទៅដល់ផ្ទះអូយម៉ែស្មារតីផ្ទះរបស់គាត់នៅជិតខ្ញុំជូនគាត់ទៅដល់ជើងភ្នំឆ្ងាយណាស់ចំណែកប្រពន្ធរបស់គាត់ចាស់ហើយងងឹតភ្នែកមើលមិនឃើញអីទេអូយពិតជាគួរអាណិតខ្លាំងណាស់ម៉ែហើយក៏ជួយដងទឹកពូអូឲ្យគាត់ខ្លះទៅមិនតែថ្ងៃនេះសំណាងដែរខ្ញុំចាប់បានពូវិញច្រើនណាស់អូយចាប់ស្អីគេហ่าចាប់បានពូវិញគឺសុទ្ធតែពូវិញទាំងអស់ហ្នឹងយកមកផ្ញើម៉ែហ្នឹងណាអូយចាំតិចណាខ្ញុំទៅយកមកហើយណែអាអយណែអត់ទីអាអយអូយឯងនេះផ្ញើអីមិនផ្ញើទៅផ្ញើពោះវែកណែបាច់យកមកផ្ញើម៉ែទីណាទុកផ្ញើជីដូនជីតាឯងទៅម៉ែត្រីខ្ញុំចាំមិនបានផងតម្រាំពោះខ្ញុំចាំមិនបានទៅម៉ែនិយាយសោះក៏ជឿដែរម៉ែកូនណៃកូនចេះមិននិយាយលេងចឹងទៅកើតណែម៉ែចាស់ហើយកុំមិននិយាយលេងនេះដែរចឹងលេងបងវាចេះបងអញទៅកុំជួយជួយផងអ្នកស្រុកអ្នកភូមិជួយផងវាដេញខ្ញុំទៅអត់លេងខ្ញុំទៅកូនលេងខ្ញុំមិនបាច់ទេបងមិនបាច់ទេលេងដៃខ្ញុំទៅកុំទៅណា